រឿងកុមារចេះភាសាសត្វកាលពីព្រេងនាយមានកុមារម្នាក់ឈ្មោះខេមជាក្មេងកំព្រាម្ដាយរស់នៅជាមួយឪពុកដែលមានមុខរបរជាព្រានប្រមាញ់នៅជាយព្រៃជិតជើងភ្នំតាំងពីតូចមកកុមារខេមធ្លាប់ស្ដាប់តែសំឡេងសត្វជុំឆ្លើយឆ្លងនិងសំឡេងទឹកជ្រោះពីរោះរំដំលាយឡំនឹងខ្យល់បក់ស្លឹកឈើក្នុងព្រៃធ្វើឲ្យខេមចេះសព្វភាសាសត្វទាំងអស់ឪពុកគេជាព្រានមែនតែខេមចេះស្រឡាញ់ធម្មជាតិមានបក្សាបក្សីព្រៃភ្នំនិងទឹកជ្រោះណាស់ព្រោះខេមគិតថានៅលើផែនដីនេះជាបងប្អូនញាតិមិត្តនឹងរូបគេទាំងអស់រាល់ពេលដែលឪពុកគេលើកស្នាចេញទៅបរបាញ់សត្វព្រៃម្ដងខេមភ័យព្រួយណាស់ព្រោះគេគិតថាថ្ងៃនេះព្រួយរបស់ឪពុកមិនដឹងជាបាញ់ចំត្រូវសត្វតូចឬសត្វធំទេថ្ងៃមួយខេមកំពុងតែជិះយល់លេងក្រោមម្លប់ឈើមុខខ្ទមជាមួយនឹងកូនស្វាកូនខ្លាឃ្មុំកូនទុនសាយកូនកំប្រុកនិងកូនកេងកងស្រាប់តែឃើញរលកមួយគូហើរមកទុំមែកឈើពីខាងលើនោះកុមារខេមក្រឡេកមើលទៅឃើញរលកញីត្រូវរបួសផ្លូវខាងឆ្វេងកំពុងតែមានឈាមស្រក់តក់មកលើស្លឹកឈើនៅខាងក្រោមឃើញដូច្នេះកុមារខេមនិងពួកសត្វដែលមកលេងជាមួយគ្នាបាននាំគ្នាមើលដោយក្តីអាណិតអាសូរក្រៃលែងពេលនោះរលកញីនិយាយទាំងទឹកភ្នែកថាអូយឪវាខ្ញុំឈឺចុកចាំណាស់ហើយទៅមុខទៀតមិនរួចទេច្បាស់ជាកូនតូចរបស់យើងនៅឯសម្បុកអត់ចំណីហើយថ្ងៃនេះរលកឈ្មោលនិយាយលួងលោមម៉ែវាកុំនិយាយខ្លាំងពេកក្រែងព្រានព្រៃស្ដាប់ឮគាត់បាញ់យើងទៀតរលកញីពោលតិចព្រានព្រៃនេះចិត្តអាក្រក់ណាស់រលកឈ្មោលតបថាអីចឹងបានជាកូនគាត់កំព្រាម្ដាយអញ្ចឹងស្ដាប់ឮដូច្នេះខេមក៏ស្រែកប្រាប់បងរលកអើយខ្ញុំសុំទោសចំពោះឪពុកខ្ញុំផងពេលដឹងថាកុមារខេមជាកូនព្រានព្រៃរលកឈ្មោលភ័យណាស់ក៏ទៅទះស្លាបហើរភ្លាមប៉ុន្តែរលកញីងងឹតមុខពេកក៏ហើរទៅប៉ះនឹងមែកឈើបណ្ដាលឲ្យធ្លាក់ក្រឡាប់ផ្កាប់ផ្ងាឃើញរលកញីធ្លាក់មកទើលើស្លឹកស្បូវកុមារខេមបានស្ទុះទៅចាប់លើកថ្នមជាមួយនឹងពាក្យថាកុំភ័យអីចាំខ្ញុំជួយរលកឈ្មោលឃើញត្រេកអរណាស់ក៏ហើរចុះមកជិតកុមារខេមយកជាប់ប្រទាលបន្តក់លើរបួសរលកញីទើបគេយកស្លឹកគ្រៃ3សន្លឹកខ្លីល្មមញីឲ្យទក់រុំពីលើថ្នមរួចខេមបបួលកូនសត្វដែលជាមិត្តទាំងអស់យករលកញីនោះទៅដាក់សម្បុកវិញថ្ងៃជិតត្រង់ព្រានជាឪពុកត្រឡប់មកពីព្រៃវិញគាត់ឆ្ងល់ព្រោះមិនឃើញកុមារខេមពេលនោះគាត់ក៏ដាំបាយរួចស្លម្ជូរគ្រឿងស្លឹកខ្នឹងជាមួយនឹងសាច់ទន្សាយដែលគាត់បាញ់បានព្រានព្រៃរៀបហូបបាយកុមារខេមក៏មកដល់ខ្ទមវិញឃើញមុខកូនមិនសប្បាយចិត្តស្មានថាកូនឃ្លានបាយគាត់ក៏ហៅភ្លាមមកហូបបាយសម្លម្ជូរគ្រឿងសាច់ទន្សាយឆ្ងាញ់ណាស់កូនឮដូច្នេះកុមារខេមក៏យំខ្សឹបខ្សួលអាក់អួលតែម្នាក់ឯងអង្គុយនៅមុខកាំជណ្ដើរខ្ទមដោយនឹកទៅដល់ទន្សាយជាមិត្តដែលត្រូវព្រាត់មេព្រានព្រៃឃើញកូនយំគាត់ក៏និយាយលួងបណ្ដាដឹកដៃកូនមកកន្លែងហូបបាយបណ្ដាជូតទឹកភ្នែករួចកុមារខេមក៏ដើរទៅយកល្ងបុកដែលសល់ពីល្ងាចមកហូបបាយជាមួយឪពុកព្រានព្រៃឆ្ងល់ក៏សួរហេតុអីបានជាកូនមិនហូបបាយខេមឆ្លើយខ្ញុំមិនហូបទេព្រោះវាជាសាច់ម្ដាយរបស់មិត្តកូនឮដូច្នេះគាត់គិតថាខ្ញុំរកដើម្បីកូនបើកូនមិនហូបតើខំដើម្បីអ្វីខេមនិយាយបន្តកាលពីព្រឹកម្សិលរលកញីដែលពុកបាញ់ត្រូវផ្លូវបាននិយាយគ្នាថាពុកបាញ់សម្លាប់សត្វរាល់ថ្ងៃអញ្ចឹងទើបកូនកំព្រាម្ដាយព្រានព្រៃអង្អែលក្បាលកូនរួចនិយាយថាកូនសម្លាញ់ពីថ្ងៃនេះទៅពុកជប់ដើរបរបាញ់ទៀតហើយខេមនិយាយទាំងលើកដៃសំពះថាអរគុណពុក